Hello ตอนนี้จุดจมูกยมพิงการตีได้เงินน้ำพอได้ยมน้องมาแผลตอกนี่ไปเรียนทัวร์สกอร์บอร์ดนั่งดักสกอร์บอร์ดนั่งตามวอลนี่มวยเซ็งគ្នាហើយដូចតែខ្ញុំនិយាយដែរអញ្ចឹងមុននឹងចូលដល់វីដេអូយើងតើគ្នាកុំភ្លេចចុច like subscribe ខ្ញុំម្នាក់មួយផងណាតើគ្នាចូលមកក្នុងសេវាតំណរបស់យើងមកដើម្បីយើង download plugin ខ្លះហើយ plugin ដែលយើងត្រូវការហ្នឹងគឺមានដូចជា Accenture X Accenture X Chat ក៏ដូចជា Placeholder API ហើយ tab ជាមួយនឹង wall ហើយក្នុងវីដេអូហ្នឹងគឺខ្ញុំ download តែ3ទេតើគ្នាទី1 Accenture X Chat ទី2 tab ទី3គឺ wall ហើយ plugin ផ្សេងៗហ្នឹងគឺខ្ញុំ download នៅក្នុងវីដេអូមុនហើយអញ្ចឹងបើសិនជាគ្នាយើងណាដែលចូលមកដល់មើលវីដេអូហ្នឹងហ្មងគឺអាចទៅមើលវីដេអូមុនបានខ្ញុំនឹងដាក់ playlist នៅក្នុង description តើគ្នាចុចទៅគឺឃើញតែម្ដងបន្ទាប់ពីយើង download plugin ហើយហ្នឹងតើគ្នាចូលមកបើក server របស់យើងមកហើយបើសិនជាតើគ្នាកំពុងតែបើក server ហើយ add plugin ចូលអញ្ចឹងគឺយើង restart server មកតែបើថាអត់ទាន់បើក server ទេគឺយើង start server ធម្មតាទៅដល់ពេលចូលមកដល់ក្នុង game ហ្នឹងអត់ឃើញ scoreboard នៅខាងគៀនតើគ្នាកុំភ័យដោយសារតែយើងអត់ទាន់បានបើកឲ្យវាដំណើរការទេអញ្ចឹងហើយតើគ្នាគ្រាន់តែចូលមកក្នុង internet server យើងវិញមកហើយយើងមកមើលនៅកន្លែង file នៅខាងក្រោមនេះតើគ្នាចុចលើវាមកហើយបន្តមកទៀតគឺយើងអស់ចុះមកក្រោមហើយមើលពាក្យថា plugin នៅពេលដែលយើងចូលមកដល់កន្លែង plugin ហ្នឹងហើយតើគ្នាអស់ចុះមកក្រោមទៀតរកពាក្យ tab មកនេះតើគ្នាគឺវាមាន2តើគ្នាចុចតែពាក្យ tab មួយម៉ាត់ហ្នឹងមកកុំចុចឲ្យសោះអាខាងក្រោមដែលមានចុចចាហ្នឹងតើគ្នាយើងចុចតែ tab ធម្មតាហ្នឹងចូលមកហ្នឹងគឺវាមានច្រើនដោយសារតែ tab ហ្នឹងគឺយើងអាចដាក់ animation បានក៏ដូចជាយើងកែបានច្រើននិយាយទៅអញ្ចឹងហើយតើគ្នាចុចកន្លែង config.yml ហ្នឹងមកដល់ឡៃនេះទៀតតើគ្នាអស់ចុះមកក្រោមរហូតតតែឃើញពាក្យថា scoreboard តើគ្នាអស់មកទៀតមកគឺវានៅរៀងក្រោមដែរនេះកន្លែង scoreboard តើគ្នាយើងមកមើលនៅកន្លែងខាងក្រោមនេះគឺវាដាក់ fall ហ្នឹងគឺមានន័យថាវាអត់ដំណើរការទេអញ្ចឹងហើយតើគ្នាគ្រាន់តែដកពីពាក្យ fall ហ្នឹងមកដាក់ true វិញមកគឺវានឹងដំណើរការហើយហ្នឹងតើគ្នាគ្រាន់តែចុចពាក្យថា save មកហើយយើងចូលមកដល់ក្នុង game វិញចូលមកដល់ក្នុង game ហ្នឹងក៏វាអត់ទាន់ឃើញដែរតើគ្នាគ្រាន់តែ slash tab reload មកគឺវានឹងចេញ scoreboard ដែលយើងឃើញហើយនេះតើគ្នាគឺវាបានចេញមកហើយចេញមកហ្នឹងគឺសាមញ្ញខ្លាំងមែនតើគ្នាគឺវាអត់ស្អាតទេអញ្ចឹងហើយគឺយើងត្រូវ design វាតិចតួចដើម្បីដាក់ឲ្យវាស្អាតជាងហ្នឹងអញ្ចឹងណាអញ្ចឹងហើយតើគ្នាចូលមកក្នុង Internet server យើងវិញមកហើយអស់មកមើលនៅកន្លែង scoreboard មិញវិញហើយអត់កែនៅកន្លែង scoreboard លើណាយើងមកមើលកន្លែងពាក្យ scoreboard ពីរជាប់គ្នានេះតើគ្នាគឺយើងត្រូវកែពីពាក្យហ្នឹងរហូតចុះមកដល់ក្រោមដោយសារតែខ្ញុំបាន design ទុកមុនហើយអញ្ចឹងខ្ញុំគ្រាន់តែ copy ផាសគឺរួចតែម្ដងតើគ្នាអញ្ចឹងហើយបើសិនជាគ្នាយើងណាចង់បាន scoreboard ហ្នឹងយកទៅប្រើអាច join ក្នុង group Telegram ខ្ញុំបានខ្ញុំនឹងតម្លាក់ file ឲ្យ download យកទៅប្រើទៅហើយបើសិនជាតើគ្នាយករបស់ខ្ញុំយកមកផាសហើយគឺអាចមើលតាមនេះបានតើគ្នាគឺវាមាន default មាន scoreboard 1 scoreboard 2អញ្ចឹងទៅហើយបើសិនជាតើគ្នាផាសមកវាមាន load ពាក្យក្រហមអីចឹងណាចឹងហើយតើគ្នាត្រូវតែ space វាធ្វើម៉េចឲ្យវាស្មើគ្នាទៅគឺវាឡើង load ក្រហមហើយតើគ្នាត្រូវតែចាំថាអាកន្លែង scoreboard 1និង scoreboard 2នៅខាងក្រោមនេះគឺវាត្រូវតែស្មើគ្នាមិនថាតែអា1និងអា2ទេសូម្បីតែនៅក្រោមហ្នឹងនិយាយតែថាមាន3មាន4នៃហ្នឹងត្រូវតែឲ្យវាស្មើគ្នាតើគ្នានៅខាងក្រោមហ្នឹងបើសិនជាវាអត់ស្មើគ្នាទេគឺវានឹងអត់ដំណើរការទេអាក្រោមហ្នឹងចឹងហើយតើគ្នាគ្រាន់តែ space វាអាពី scoreboard 2ហ្នឹងឲ្យវាស្មើនឹង scoreboard 1មកវានឹងដំណើរការហើយបើសិនជានៅខាងក្រោមហ្នឹងមាន scoreboard 3ឬមួយក៏មាន default ឯហ្នឹងតើគ្នា space វាដក clear វាហ្នឹងគឺឲ្យវាស្មើជាមួយនឹង scoreboard 1នៅខាងលើហ្នឹងមកគឺវាដំណើរការហើយអាហ្នឹងក្នុងលក្ខខណ្ឌបើសិនជាតើគ្នាដាក់ទៅវាអត់ដំណើរការឥឡូវយើងមកមើលកន្លែងនេះយើងត្រូវកែម្ដងតើគ្នាកុំតណាខ្វល់កន្លែង scoreboard 1 scoreboard 2ហ្នឹងគឺយើងមកមើលនៅកន្លែង default នេះតើគ្នាហើយ title ហ្នឹងគឺយើងដាក់ជាមួយនឹងឈ្មោះ server របស់យើងតើគ្នា server ឈ្មោះអីគឺដាក់ឈ្មោះនឹងចូលមកដូចខ្ញុំអញ្ចឹងខ្ញុំដាក់ឈ្មោះថា Pinka server អញ្ចឹងទៅដល់នៅខាងក្រោមនេះតើគ្នាអាចដូរដាក់ជា IP server ឬមួយក៏ចង់ដាក់ឈ្មោះ server ម្ដងទេក៏បានដែរអាហ្នឹងស្រេចតែចិត្តយើងទេអូខេបន្ទាប់ពីហ្នឹងមកតើគ្នាចុចពាក្យថា save មករួចហ្នឹងគឺយើងចូលមកដល់ក្នុង server យើងវិញតើគ្នាឲ្យវាយពាក្យថា /tab reload ទៀតមកគឺវានឹងចេញឈ្មោះ server យើងនៅខាងលើនេះហើយតើគ្នាហើយអាកន្លែងនេះចេញសញ្ញាភាគរយញ៉ៃអញ្ចឹងតើគ្នាកុំថន់ណាភ័យយើងគ្រាន់តែវាយពាក្យថា /papi eCloud download យើងត្រូវ download 3ទី1ហ្នឹងគឺជា player តើគ្នាវាយពាក្យថា player មកហើយយើង enter ប៉ក់ទៅគឺយើងទទួលបានមួយហើយមួយទៀតគឺយើងវាយតតែហ្នឹង /papi eCloud download យើងលុប player ហ្នឹងចោលយើងដាក់ជាមួយនឹង log perm វិញតើគ្នាវាយ log perm មកបន្ទាប់ពី log perm ហ្នឹងមួយចុងក្រោយគឺជា statistic តើគ្នាយើងគ្រាន់តែវាយពាក្យថា /papi eCloud download ហើយវាយពាក្យថា statistic ហ្នឹងមកតែប៉ុណ្ណឹងតើគ្នាមានអាយ៉ាប់ទេហើយចុងក្រោយហ្នឹងយើងគ្រាន់តែ /papi reload មកគឺវានឹង load ចេញមកឲ្យយើងហើយមកដល់ប៉ុណ្ណឹងគឺយើងបានឃើញថា scoreboard យើងវារៀងក្រាន់បើជាងមុនណាតើគ្នាមាន emoji មាន emote អីចឹងទៅក៏ប៉ុន្តែកន្លែងឈ្មោះ server យើងនៅខាងលើនេះគឺវាអត់ស្អាតទេតើគ្នាចេញមកហ្នឹងគឺវាឡើងស slide ហើយអក្សរគឺវាយ៉ាប់មើលមែនតើ
chẳng ngay tỏ khi dân tới đi xài nha cả lại so nâng tích tới để sao tại mình khi dân có xua tha cả lại scoreboard nâng đã oi viêm miên polo plan nâng cái thử mà chẳng ngay về tàu nâng nhom nâng phèo tỏ khi tầng o tài mà đòn chẳng ngay dân khoản đại châu mà không Google Chrome dân vinh má hay dân thời copy website là bay phơ tỏ khi đào ti mùi nâng cứ chỉ small font hay pi website nâng nhom có bạn đã nó không description này tỏ khi chẳng ngay cái lại small font này tỏ khi khoản đại vay pi sở dân máu vay pia vay mua vay mua server bởi dân quá hay tỏ nên thời tại vay so tôi từng ở ham vay so thông mà xin cho vay so thống cư viên đang ở ao dân tây tây nhà so mau bệnh quảng bình nằng vay hai tỏ nên còn là copy so nâng máu hai dân cho mà đọc trong website mùi tiệt tại website nó cứ dân đã po so chẳng na tỏ nên còn là chạy mà lại nâng máu nên nó lại input technique cứ dân thời đặc biệt đại dân trong đại là dân copy mà nó cứ dân pha mà nâng máu nên khai nhớ viên nâng trên nhờ po nó lửa năng này hay nó khăn khom ní cứ chỉ mua cái lạnh dân tốc đại nó mới sân nó không sờ tao nên đặt mua tơ để chăm kêu này đôi cả này nhâm cho ta đặt nó cái lạnh lục bì chẳng cứ nhâm đặc biệt thà lục bì chẳng tới viên sủa chỉ nắm thay có bọt nó cứ dân đại viên trên được lạnh lục bì chẳng á hay tao ní cái đi sản tam nâng bán xong bây ta nó cái lạnh po nó dân trong bát tham po của ban đâu mua cái trong đô po chẳng từ lấy nhâm thua cả đô po tao niêm ớ còn chạy lên nâng máu hay viên miên po chỉ chở nói tỏ kia rồi sẽ lạnh mùi ná cư dầu mùi nâng từ hai bữa sân chỉ miên tập pi po chẳng tỏ kia bên chất ai chọn nó lỡ nâng mùi bán hay mùi tiền nâng cư viên nâng miên po lia kia tam nâng ngày hai tỏ kia chọn ở lia po luôn anh tới thầm mệt ở bia tranh màu bị tẹt tiên như đôi mùi cổ thử chất luôn anh như nâng chầm do bia tỏ kia ai đi sản po chẳng từ hay nhom phết chắn như nhom sờ lá nhà po biển cha tỏ kia hiện cái máy cứ nhom mặt sau bên chất mà đây và tao bây giờ ra po thử chất đây nắng tỏ kia bữa sân chỉ trong ai bia rốt hiện lươn tới tỏ kia mà tham cái lệnh tao chỉ lịch pi tới viên nâng rốt lươn trên môn này khởi nhát hai mùi tiệt nơi khang kia ní cứ dân ai tạ bật tham ban tam chất bán đôi chờ đã so ai bia đất ai bia khẻ hay chăng á ATP ní cứ so trade hay ní cứ so đất anh chẳng tới chỉ tới tỏ ní cứ ai xạ tam năng ban che tại chốt mơ tới mùi na thời chất cứ dân do mùi năng tử hai nhom phỉ chấn cứ nhom trôi chất đạo việt đất hay càng che tỏ ní cứ viên lồi và tao bây giờ cầm nọt viên chẳng hai tỏ ní thời tại copy nơi cái lạnh output nơi cái lạnh biển lục bi ní tỏ ní còn đã control A làm bay select viên tầng tới hay control C và tao mà tí cứ dân cho mà không ăn tao sờ bời bởi dân vinh má hai chất biệt thả thép để sao ta nắng cứ dân thời đạn nơi cái lạnh animation tao kia đạn nơi cái lạnh config năng tề chất lơ thép năng máu view năng miên biệt thai animation chất vai ẩm ở nơi hàng lớn năng tao kia cho má mà đọc lại năng tao kia cho mà khom là hốt to tao vì cứ dân thời đạn nơi khó mà tao kia hay anh ấy cứ viêm miên xẹp chân nó không plug in ta dân bạch khoáng tay tận nó ngồi dân còn là chất nó cái lạnh khỏi bây giờ lâu nó tao kia in thôi cho mà khom hai cứ chất lục chấm nón pi đòn hai chẳng pha dân copy mà nhá tao kia và sân chi dân ăn lục pi đòn thế pha máu cứ vía năng lột cái ho mày đôi cái lạnh scoreboard mình chẳng tao và sân tao kia in thôi hay lục pi đòn cứ ăn miên pành hà tề hai dân chất biệt tả sầu máu sau nó hay có toàn phốt na tỏ kia cho cái lạnh thép màu vinh đầm bây giờ từ cái lạnh config mà nhá vậy ta api nó cứ bên nó không thép đôi kia chẳng ai tỏ kia cho tao vinh tao màu chẳng cứ bên admin ấy smoke smile để cho một cái lạnh config nó cứ dân automer nơi cái lạnh scoreboard bỏ dân nó đây cái lạnh này dân thời cái cứ cái lạnh thái thò lên tỏ kia dân trong do po mình nắng do bắt đặt nơi cái lạnh mua server bỏ dân chẳng ai cứ dân delete cái lạnh nâng tranh máu hai tỏ kia vay tam nhom phía rói animation hai chất pí đã mua để dân cầm nọt mình để sao ta mình nó cứ nhâm cầm nọt mua tha lục bi tờ này chẳng ai nhâm chật pi hai cứ đã lục bi phía rồi mà đòn tiền mà sân chưa tờ kia cầm nọt pi a sen cứ vay pi a sen cho nó không năng màu hai mũi tiết mà sân thì dân tờ xe so túi cái này nó có dân thời đã so túi tài ham đã so thông này khá đã so thông cứ việc tranh tề ta mà sân tờ kia cầm nọt so thông đã so thông cầm nọt so túi đã so túi cho màu vài cho tập ban năng đọc nên bên này sốc man chấn để vài cho ban năng hái dân còn là chơi biệt tả sau máu hay dân cho từ slash tab reload nó không gặp dân bình nên đọc nên khơi nhát cái viên năng load so đại viên load plan mấy năng cho mà đọc năng ngày hay tập ban năng đọc nên bên này sốc man chấn để mà lại dân cho mà đọc mà chấm nói tiết đời cha đã scoreboard năng tam vol thì mỗi xinh kia tại mà đừng dân cho tay cầm nó năng nhung đi không mà nói đọc kia tới đi xài animation tục môn là hai tới nè animation đôi giờ biệt pinga server năng đọc kia thôi tham miên map blue mapping đôi môi của map xinh chẳng đọc kia ta đi xài via cho mà đặt nó không có lại animation là màu đôi lại nó nhân thua map blue chẳng hai cơ nhưng mà đặt mua lục bi từ tới đọc kia đặt mua xinh kia không đặt mua đôi kia nhưng đặt biệt tham blue chẳng từ hai nhưng đừng copy code môi nắng do tập phát nơi cái lạnh animation năng tiệt bao giờ chỉ rùm tới cá phơi năng cơ bên này giam bé tỏ kia thì muối dân còn lại cho ta cái lạnh small phone năng đầm bay dân đã so đâu mới có mua muối na để dân trong bán
ហើយយើងធ្វើការ copy យកមកដាក់នៅកន្លែង animation tab ហ្នឹងតែម្ដងហើយយើងធ្វើការ design ពណ៌អញ្ចឹងទៅហើយកំណត់ឈ្មោះរបស់វាតែប៉ុណ្ណឹងហើយយើងគ្រាន់តែ copy code ហ្នឹងយកមកដាក់នៅក្នុងកន្លែង animation ហ្នឹងហើយ save គឺរួចជាការស្រេចតែម្ដងអត់មានអីញញ៉ៃទេអារឿងការដាក់ពណ៌ហ្នឹងមកឥឡូវយើងមកមើលពីរបៀបកំណត់ដាក់ធ្វើម៉េចឲ្យ scoreboard ហ្នឹងវាចេញទៅ world នេះ world មួយណាដែលយើងចង់បានអញ្ចឹងណាតើគ្នាអញ្ចឹងហើយយើងគ្រាន់តែអស់ចុះមកក្រោមមកមើលនៅកន្លែង scoreboard មួយនេះតើគ្នាកន្លែង title ហ្នឹងដូចតែខ្ញុំប្រាប់តើគ្នាអញ្ចឹងយើងគ្រាន់តែលុបអាកន្លែងហ្នឹងចោលមកហើយយើងវាយពាក្យថាភាគរយ animation ចុច2ហើយឈ្មោះដែលយើងធ្វើ animation មកញ៉ោដល់ខ្ញុំដាក់ឈ្មោះ blue អញ្ចឹងហើយកន្លែងហ្នឹងគឺខ្ញុំដាក់ភាគរយ animation ចុច2ហើយ blue ហើយភាគរយនៅពីក្រោយទៀតមកយើងមកមើលចំណុចសំខាន់នៅកន្លែង display condition តើគ្នាគ្រាន់តែលុបពាក្យថា name world នឹងចោលមកហើយដាក់ឈ្មោះ world របស់យើង world តើគ្នាឈ្មោះអីគឺទៅសេឈ្មោះហ្នឹងមកហើយកន្លែងហ្នឹងបើសិនជាយើងដាក់អក្សរធំលាអក្សរតូចគឺត្រូវតែទៅសេឲ្យដូចគ្នាតើគ្នាអត់មានដាក់ចេញមកអក្សរតូចទាំងអក្សរធំទាំងអស់ទេដល់តែប៉ុណ្្នឹងតើគ្នាគ្រាន់តែចុចពាក្យថា cell ហ្នឹងមកគឺរួចជាការស្រេចតែម្ដងតែកុំភ្លេចពេលចូលទៅដល់ក្នុងហ្គេមហ្នឹង /tab reload ផងប្រយ័ត្នតែវាអត់ដើរអូខេឥឡូវហ្នឹងផងណាគឺខ្ញុំនឹងធ្វើការចូលទៅក្នុង map blue ឲ្យតើគ្នាមើលតែម្ដងចង់ដឹងថាវាដំណើរការឬមួយក៏អត់អូខេយើងចូលទៅតែម្ដងចេញមកនេះតើគ្នាគឺវាដំណើរការហើយឃើញពាក្យថា map blue នៅខាងលើនោះអត់ហើយអាខាងក្រោមនេះចេញពាក្យ server ហ្នឹងដោយសារតែខ្ញុំដាក់ animation lobby នៅខាងក្រោមហ្នឹងអញ្ចឹងហើយគឺវាអញ្ចឹងហ្នឹងមកឥឡូវយើងធ្វើការធ្វើសរុបឲ្យតើគ្នាមើលតែម្ដងតាំងពីការរបៀបធ្វើ set NPC អញ្ចឹងណាតើគ្នាហើយបើសិនជាចង់ដឹងលម្អិតពីការបង្កើត set NPC ហ្នឹងតើគ្នាទៅមើលវីដេអូមុនបានអានេះគឺខ្ញុំរៀងលឿនបន្តិចដោយសារតែយើងបញ្យល់ម្ដងហើយគឺនៅវីដេអូមុនហ្នឹងហើយក្នុងវីដេអូមុនហ្នឹងផងណាគឺខ្ញុំដាក់ជាមួយនឹង Enderman តែក្នុងវីដេអូនេះគឺខ្ញុំដាក់ជាមួយនឹង player ឲ្យតើគ្នាមើលម្ដងកុំឲ្យថាអូ player អត់ចេះដាក់អញ្ចឹងណាតើគ្នាយើងទោះស្អីដូចតែគ្នាគ្រាន់តែកតុយក្រោយយើងដាក់ player អញ្ចឹងទៅបង្កើត set NPC ហើយគឺខ្ញុំនឹងធ្វើការបង្កើត world តែម្ដងតើគ្នាដោយសារតែខ្ញុំចង់ដាក់ mapping មួយទៀតអញ្ចឹងណាអញ្ចឹងខ្ញុំធ្វើការបង្កើត mapping មួយទៀតឥឡូវវា complete ហើយខ្ញុំធ្វើការចុចចូលទៅតែម្ដងនៅពេលដែលខ្ញុំចុចចូលទៅហ្នឹងតើគ្នា scoreboard គឺវាចេញមកដូចក្នុង lobby អញ្ចឹងដោយសារតែយើងអត់បានកំណត់វានិយាយសួរស្ដាប់អាកន្លែង scoreboard ហ្នឹងបើសិនជាយើងអត់កំណត់កន្លែង display condition ទេវានឹងចាប់នៅកន្លែង default ហើយតើគ្នានិយាយទៅអា default ហ្នឹងគឺវាដូចច្បាប់ដើមអញ្ចឹងបើសិនជាយើងអត់មានកំណត់ថាអូដាក់ឲ្យ world ណាអញ្ចឹងទៅគឺវានឹងទៅចាប់អា default ហ្នឹង auto តែម្ដងអញ្ចឹងហើយតើគ្នាគ្រាន់តែចូលមកកន្លែង scoreboard ទៅតែមកហើយយើងដូរនៅកន្លែង display condition scoreboard 2នេះអាកន្លែង name world ហ្នឹងគឺយើងលុបចោលមកហើយដាក់ឈ្មោះ world របស់យើង world មួយហ្នឹងគឺខ្ញុំបង្កើតដាក់ឈ្មោះ mapping អញ្ចឹងហើយកន្លែងហ្នឹងគឺខ្ញុំដាក់ពាក្យថា mapping ហ្នឹងមក scoreboard ហ្នឹងវានឹងចាប់នៅក្នុង mapping ហើយហើយនឹងខ្ញុំនឹងធ្វើការចូលមកដល់ក្នុង game ហើយ /tab reload ម្ដងទៀតនិយាយទៅតើគ្នាកាយម្ដងហើយយើង reload ម្ដងនេះឃើញអត់គឺវានឹងចេញនៅក្នុង mapping ហ្នឹងហើយកន្លែងនេះมันនេះវា load ភាគរយទេសារតែយើងអត់ទាន់បាន download តើគ្នាអញ្ចឹងហើយយើងវាយទៅតែមកគឺ /puppy ecloud download ហើយចុងក្រោយហ្នឹងគឺយើងវាយពាក្យថា wall តើគ្នាបន្ទាប់ពីវាយហើយតើគ្នាកុំភ្លេច /puppy reload វាផងប្រយ័ត្នតែវាអត់ដើរប៉ុណ្ណឹងយើងឃើញថា scoreboard យើងបានដំណើរការហើយតើគ្នាប៉ុន្តែយើងកន្លែងមកមើលកន្លែង online ហើយនឹង mapping នៅខាងក្រោមហ្នឹងគឺវាអត់ដូរពណ៌ក៏ដូចជាកន្លែង online មានសញ្ញាដកមានអីណាណៃពេញហ្នឹងអញ្ចឹងហើយតើគ្នាមកកែមួយខ្ញុំមកមើលនៅកន្លែង scoreboard មកតើគ្នាឲ្យមើលកន្លែង server online នេះហើយកន្លែងហ្នឹងគឺយើងដាក់ឈ្មោះ map របស់យើងតើគ្នាដាក់ឈ្មោះ world របស់យើងណាដូចខ្ញុំ mapping អញ្ចឹងខ្ញុំដាក់ mapping ខាងលើនេះ map blue ខ្ញុំដាក់ map blue អញ្ចឹងទៅអាពណ៌នេះគឺយើងមើលនៅកន្លែង world ខាងក្រោមនេះតើគ្នាអាកូដពណ៌ហ្នឹងខ្ញុំឆ្លប់ប្រាប់ហើយបើសិនជាតើគ្នាអត់ដឹងទេអាចទៅ search មើលនៅក្នុង Google ទៅហើយចង់ដាក់ពណ៌អីយើងដាក់ពណ៌ហ្នឹងមកដោយកន្លែងនេះ world ping mapping អញ្ចឹងទៅខ្ញុំដូរពីអក្សរ B ដាក់អក្សរ D វិញដោយសារតែ D ហ្នឹងគឺវាពណ៌ផ្កាឈូកអញ្ចឹងណាបន្ទាប់ពីកែពីហ្នឹងហើយយើងចូលមកដល់ក្នុង game វិញ reload វាទៅវានឹងដំណើរការទាំងអស់ហើយតើគ្នានេះឃើញអត់ទាំង online player ក៏ដូចជាទាំងកន្លែងពណ៌ map ហ្នឹងគឺវាដំណើរការទាំងអស់តែម្ដងហើយបើសិនជាតើគ្នាមាន world អីផ្សេងៗ 2 3 ទៀតតើគ្នាធ្វើតាមហ្នឹងទៅនិយាយទៅយើងគ្រាន់តែកែកន្លែងហ្នឹងតិចតួចយកពីខ្ញុំទៅកែតិចតួចទៅតើគ្នានឹងទទួលបាន scoreboard មួយដែលវាស្អាតហើយញាក់តែម្ដងចឹងហើយវីដេអូថ្ងៃហ្នឹងក៏វាមានតែប៉ុណ្្នឹងដែរតើគ្នាសង្ឃឹមថាតើគ្នានឹងយល់ណាហើយបើសិនជាអត់យកកន្លែងណាគឺអាច comment សួរខ្ញុំនៅក្នុងវីដេអូហ្នឹងបានអូខេតើគ្នាបាយបាយជួបគ្នាវីដេអូក្រោយទៀតណា